ចាវីដេអូបន្តទៀតគឺសូមបកស្រាយចាបង្ហាញបញ្ចប់ណាបងប្អូនពយល់ពួកផ្កាយតិចចាព្រោះវីដេអូមុនគឺច្រើនតែនិយាយពីភ្ជាប់ទំនេរតែលើកនេះគឺនិយាយពួកផ្កាយតិចចាផ្កាយពិសោធន៍ណាហើយបន្តមកទៀតគឺផ្កាយអាទិត្យចាផ្កាយអាទិត្យគេសំដៅទៅលើភាពជាធំភាពជាដឹកនាំភាពជាបុរសផ្កាយពិសោធន៍ផ្កាយអាទិត្យហ្នឹងណាចាបងប្អូនអ្នកដែលមានដួងចេតាណាដែលមានផ្កាយអាទិត្យល្អចាធ្វើការគឺឆាប់បានឡើងតំណែងចាបានធ្វើការរាជការអីចឹងទៅណាហើយធ្វើការច្រើនបានជាមេគេជាប្រធានចាអ្នកដែលមានកាយអាទិត្យល្អចាការងារគឺ90%ឲ្យតែប្រឡងជាមន្ត្រីរាជការគឺដឹងតែជាប់ឲ្យតែអ្នកមានកាយអាទិត្យល្អចាធ្លាក់ក្នុងសុភ័ក្រក៏បានកម្មក៏បានលៀបក៏បានឲ្យតែអាទិត្យនឹងល្អភ្ជាប់សម្ព័ន្ធល្អទាំងអស់ហើយមានឋានបូកនឹងល្អកម្លាំងបូកពីក្រោមនឹងល្អគឺជួយណាចាប៉ុន្តែប្រយ័ត្នតែរឿងឋានបូកនឹងបាបប្រគ្រោះឧបមាអាទិត្យនេះដូចគាត់ចឹងវាមានអង្គាជ្រែកចាឬក៏អាទិត្យវាមានសៅជ្រែកអានឹងគឺពិបាកធ្វើការអីអត់ងាយឡើងតំណែងទេចាបងប្អូនដោយសារព្រះសៅយើងសំដៅទៅលើអីការជាប់គាំងតែសិនបើគេសួររាសីណារាសីខែរាសីឆ្នាំបងប្អូនកុំចាស់រាប់ចំផ្កាយព្រះសៅនៅក្នុងរាសីរាប់ទៅចំព្រះសៅហើយសត្វតាមានចាព្រះសៅនៅពីក្រោមលេខ10ឬក៏លេខ20ហ្នឹងអាហ្នឹងគឺកម្លាំងរបស់ព្រះសៅអញ្ចឹងសត្វតរាប់ទៅជាប់អញ្ចឹងចាអញ្ចឹងគេហៅថាសៅខ្លួនឯងសៅនៅលើកម្លាំងខ្លួនឯងអញ្ចឹងនៅក្នុងរាសីហ្នឹងគឺធ្វើអីឲ្យបានដូចចិត្តទេចានៅពេលខ្លះយើងសន្ទនាគ្នាចានិយាយថាអូថ្ងៃនេះគឺការងារយើងទទួលបានលទ្ធផលហើយចាប៉ុន្តែស្រាប់ទៅដល់ថ្ងៃទៅវាលើកថ្ងៃចាអានឹងវាធ្វើឲ្យយើងនឹងអារម្មណ៍របស់យើងគឺស្មុគមែនតើណាគេថាទៅមុខទៅក្រោយទៅមុខទៅក្រោយទន្ទឹងរង់ចាំភាពរ៉ាំរ៉ៃចាការងារអត់ងាយចប់ព្រោះប្រសើរគឺខាងបងអាក់ខាងការរង់ចាំហើយខាងយឺតយូរពន្យាពេលវេលាហ្នឹងគឺបែបហ្នឹងណាហើយប្រសិនបើរត់ចំមនុស្សឈឺបងប្អូនណាចាំអាយុរបស់គាត់ឈឺចាំមរណៈចាំទាសាទាស័យឬក៏ចាំអីក៏បានដែរប៉ុន្តែរាប់អាយុទៅចំប្រសើរសិនទៅបងប្អូនក្អករាប់ទៅសត្វទៅចំប្រសើរជំងឺរបស់គាត់គឺអត់ងាយស្លាប់ទេជំងឺរ៉ាំរ៉ៃទុកឲ្យកូនចៅមើលគាត់ចាពូប្រសើរនឹងអត់ងាយទេណាបងប្អូនចាអត់ងាយទេកាយប្រសើរឈរក្នុងមួយផ្ទះបើនៅក្នុងរាសីចក្រគេហៅថាប្រសើរចូលក្នុងមួយរាសីគឺ2ឆ្នាំកន្លះចាអញ្ចឹងបាននៅក្នុងវិជារាសាស្ត្របើសិនជាមនុស្សឈឺគេថាអត់ងាយទេរ៉ាំរ៉ៃឈឺរ៉ាំរ៉ៃហ៎បងប្អូនទុកឲ្យកូនចៅមើលអស់លុយអស់កាក់អស់ណាអស់ណីអញ្ចឹងទៅហើយម្ចាស់ខ្លួនហ្នឹងក៏ដេកឈឺអញ្ចឹងទៅណាអាជំងឺហ្នឹងវាធ្វើទុកអញ្ចឹងវាភាពឈឺចាប់នៅក្នុងរាងកាយបើអង្គាបងប្អូនរត់ទៅចាំអង្គាលឿនណាបងប្អូនចាអ្នកដែលអបត្តវហេតុស្លាប់ចានៅតាមដងផ្លូវអីភ្លាមប៉ាំងព្រុសអីអង្គាណាបងប្អូនចាអង្គាប៉ះជាមួយកម្លាំងខ្លួនឯងអង្គាប៉ះជាមួយរាហូចាអានឹងលឿនណាបងប្អូនចាអញ្ចឹងបើសិនជារាប់ចំអង្គាគេធ្វើគ្រោះនៅក្នុងរាសាស្ត្រខ្មែរបុរាណលោកប្រយ័ត្នបំផុតគឺអង្គានេះអានឹងខ្លាំងជាងគេហ្មងណាបងប្អូនកូនចាស់គឺឲ្យទុកខ្លាំងរាសាយគឺឲ្យជាលមមេខាងឈឺរ៉ាំរ៉ៃចាជំងឺរបស់ប្រសៅបើសិនជាទារកទារិកានឹងកើតនៅក្នុងកំណើតថ្ងៃប្រសៅចាហើយតួថ្ងៃហ្នឹងភ្ជាប់មកជាមកជាមរណៈអញ្ចឹងកូននឹងច្រើនតែឈឺរោគជាប់ទាក់ទងនឹងផ្លូវដង្ហើមរោគសួតរោគរលាកចាអញ្ចឹងណាបងប្អូនចាជំងឺរបស់គាត់គឺច្រើនតែអង្ខេះរ៉ាំរ៉ៃចាស្គមរីងរៃអីចឹងទៅចាឈឺរ៉ាំរ៉ៃធ្វើពុកម្ដាយនឹងពិបាកចិញ្ចឹមគេហៅក្មេងពិបាកចិញ្ចឹមងាកទៅពេទ្យចឹងទៅហើយជំងឺច្រើនតែរោគរលាកចាលាកផ្លូវដង្ហើមលាកពងកលាកសួតអីផ្សេងទៅហើយនឹងប្រសើរហើយមួយទៀតច្រើនតែរោគជាប់ទាក់ទងនឹងធ្មេញចានៅពេលដែលធំឡើងដឹងក្តីឡើងនឹងច្រើនតែឈឺធ្មេញអញ្ចាញធ្មេញប្រសើរហ្នឹងណាបងប្អូនជំងឺហើយបើថាយើងរៀងចំណាស់បន្តិចគឺប៉ះពាល់ទៅលើឆ្អឹងស្លាក់ចាឈឺតាមឆ្អឹងឆ្អែកអីចឹងទៅណាបងប្អូនណាមិនថាបុរសឬស្ត្រីទេដែលមានព្រះសៅនឹងធ្លាក់ក្នុងទីតាំងអវិជ្ជមានគឺជំងឺគឺបែបហ្នឹងឯងរ៉ាំរ៉ៃ
ប៉ុន្តែវាអត់ងាយស្លាប់ទេបងប្អូនចាអត់ងាយទេគាត់ថាឲ្យយើងឈឺទៅចាងាករកឆ្នាំងាកឆ្នាំអញ្ចឹងទៅណាបងប្អូនណាចាអានឹងគឺហៅថាវិបាកកម្មចាបើសិនបើតួថ្ងៃជាថ្ងៃសៅរ៍ហើយធ្លាក់មកជាព្យាយាអីចឹងទៅជាមួយទៅសៅរ៍ទៀតអានឹងគេហៅថាកម្មអកុសលចាអតីតជាតិរបស់គាត់អញ្ចឹងនៅក្នុងធម៌របស់ព្រះសម្ពុទ្ធព្រះអង្គសម្ដែងណាចាបងប្អូនចេះហើយចាជំងឺរ៉ាំរ៉ៃនឹងអតីតជាតិយើងធ្វើអីចាយើងធ្លាប់បៀតបៀនសត្វហ្នឹងហើយឲ្យគេឈឺចាប់ធ្លាប់វាយដំច្រំធាក់គេឲ្យបុគ្គលម្នាក់ទៀតឈឺចាប់ធ្លាប់បំបីបំបាក់គេឲ្យគ្រួសារគេឈឺចាប់ចាសត្វប្រឡាត់អីចឹងទៅធ្លាប់វាយធ្លាប់ចាធ្វើបាបសត្វបែកបំបាក់សត្វអីចឹងទៅចឹងណាបងប្អូនចឹងធ្វើឲ្យគេឈឺចាប់នៅក្នុងអតីតជាតិកាលណាយើងធ្លាប់បំបែកបំបាក់ធ្វើគេឈឺចាប់ដល់ពេលយើងកើតនៅក្នុងជាតិបច្ចុប្បន្នហ្នឹងយើងនឹងក៏ទទួលនៅកម្មនឹងដែរកម្មនៅលើរាងកាយរបស់យើងនឹងគឺជំងឺឈឺស្កាត់មួយទៀតប្រសិនបើប្រសើរមកជាពុនធុមកជាព្យាយាដំណើរជីវិតនោះគឺអត់សូវបាននៅស្រុកទេហៅថាដំណើរត្រូវចាក់ចេញស្រុកឃ្លាតបងឃ្លាតប្អូនឃ្លាតម៉ែឃ្លាតឪឃ្លាតញាតិសន្តានចាអានឹងហៅថាកម្មមួយដែរអកុសលយើងណាចាទីព្យាយាអត្តន័យរបស់ព្យាយាគឺភាពខាត់បងចាការចាក់ចេញចាអាហ្នឹងណាភាពចុះខ្សោយប៉ុន្តែនៅចាញ់អរិណាអរិគឺសត្រូវការបៀតបៀនឧបសគ្គចាអ្នកដែលបៀតបៀនយើងមិនឲ្យយើងចាឡើងតំណែងអ្នកដែលប្រកបសត្រូវបើកចំហជាមួយយើងអីគេមើលអរិហើយនឹងបត្តនីគេមើលទៅលើទី1គូក្រងទី2គេមើលទៅលើដៃគូចំនួនដែលយើងរកស៊ីអីចឹងទៅគេហៅថាការតំណែងចរចានៅក្នុងសង្គមអីចឹងទៅយើងគេថារកស៊ីអីរួមហ៊ុនជាមួយគ្នាអីចឹងណាចាហ្នឹងហើយយើងចាប់ដៃគូរកស៊ីអីទៅចំនួនជួញដូរអីចឹងទៅចាជាមួយណាណីចឹងទៅអាហ្នឹងគឺអានឹងដែរហើយនឹងចាអរិដែរអញ្ចឹងគេមើលណាបងប្អូនមិនមែនបត្តនីហ្នឹងយើងមិនមែនមើលតែគូក្រងតែមួយមុខទេណាចាបងប្អូនត្រូវចាំណានៅក្នុងឯសាគឺនេះខ្ញុំមានបកស្រាយជូនលម្អិតចាចឹងវីដេអូខ្ញុំបញ្យល់ដាក់ឲ្យគឺច្បាស់បងប្អូនចង់លម្អិតទៀតសិក្សាមួយគ្រូមកហើយមានសភៅសម្រាប់អានពីព្រោះការអានសភៅគឺសំខាន់ណាស់បងប្អូនគ្រូគ្រាន់តែបញ្យល់គន្លឹះនៃការដើរក្បួនទេចាប៉ុន្តែអត្តន័យទំនាយអីផ្សេងគឺសរសេរចុះនៅក្នុងសភៅអញ្ចឹងបងប្អូនកូនម្ចាស់រៀនស្ដាប់វីដេអូផងអានសភៅផងហើយកូនម្ចាស់អនុវត្តចាបងប្អូនកូនម្ចាស់អនុវត្តជាក់ស្ដែងចាការអនុវត្តសំខាន់ណាស់បងប្អូនកាលណាបងប្អូនកូនម្ចាស់យល់បានច្រើនហើយដឹងពីរបៀបទម្លាក់ឋានដឹងពីរបៀបភ្ជាប់សម្ព័ន្ធដឹងអត្តន័យរបស់ភពនីមួយតើអត្តន័យរបស់សៅវាមានអីខ្លះសុខមានអីខ្លះអាហ្នឹងឯងសំខាន់ណាស់បងប្អូនគេដឹងចឹងបាននៅក្នុងទេសាគេអត់ដែរចោលទេទោះបីចេះក្បួនកម្រិតណាក៏គេនៅតែប្រើទេសាហ្នឹងឯងរាសីចាក់ផងគឺកាន់តែចោលទេសាមិនបានទៀតណាចាចំណែកយើងអតៈហ្នឹងក៏ប៉ុណ្្នឹងឯណាបងប្អូនឡើងដល់រាសីចាក់ហ្នឹងមកខ្លាំងចាហើយរាហូមួយទៀតខ្ញុំបញ្យល់រាហូចាជាធម្មតាក្បួនខ្មែរគេនិយាយថារាហូគឺអត់ល្អទេអញ្ចឹងបងប្អូនកូនចាស់ហ្នឹងគ្រូណាក៏ភាគច្រើនគឺគាត់និយាយបែបហ្នឹងឲ្យតប៉ះរាហូគេហៅថាឧបសគ្គហ្នឹងអបាយមានក្តីក្តាមការខាត់បងអីផ្សេងអញ្ចឹងទៅអន្តពាលផ្សេងគេមើលរាហូប៉ុន្តែរាហូក៏ជួយឲ្យយើងបានល្អដែរប្រសិនបើរាហូនៅក្នុងផ្ទះចាកម្មសុភៈអាហ្នឹងគឺបើសិនជាបូកទៅបានរាហូនៅពីក្រោមណាអ្នកនោះធ្វើការគឺមានអំណាចចាបងប្អូនមើលមេតាហ៊ានមេបលិសមេបៃអំពួកអ្នកបង្ក្រាបចោលបង្ក្រាបគ្រឿងញៀនតាហ៊ានប្រយុទ្ធតាហ៊ានចម្បាំងអ្នកមន្ត្រីធំដែលមានអំណាចមានផ្កាយមានស័កលើស្មាមានបរិវារខ្លាចចាជាអ្នកដឹកនាំឲ្យដូចមេកងពលមេភូមិភាគអីចឹងទៅខ្ញុំឧទាហរណ៍អញ្ចឹងណាខាងតាហ៊ានខាងអីខាងប្រយុទ្ធអីចឹងទៅមានរាហូបងប្អូនចាព្រមរាហូជួយឲ្យយើងមានអំណាចមានដេជះនិយាយអីទៅគេខ្លាចហើយបុគ្គលហ្នឹងគឺមានភាពក្លាហានក្នុងការដឹកនាំការងាររបស់គាត់គឺគាត់អត់ខ្លាចទេចាហ៊ានស៊ីហ៊ានសងហ៊ានបោះហ៊ានបាញ់ចារាហូហ៊ានបានហ៊ានបងអ្នកដែលមានរាហូចានៅលៀបក៏បាននៅកម្មនៅសុភៈក៏បាន
ចាចិត្តក្លាហានអង្អាចអាហ្នឹងណាសម្រាប់បុរសឬក៏ស្ត្រីអីក៏ដូចគ្នាចាប៉ុន្តែគឺកាចធ្វើឲ្យអ្នកនឹងកាចហើយគេប្រយ័ត្នទៀតណាប្រយ័ត្នអាភាពកាចភាពខ្លាំងរបស់គាត់នឹងប្រើអំណាចក្នុងផ្លូវខុសចាបងប្អូនយល់ហើយណាចាដើម្បីបានឡើងទ្រព្យសម្បត្តិបានយុះបានសាក់អីចឹងទៅគេហៅថាមានវិធីកាត់ខ្លាយចឹងទៅអាហ្នឹងណាដើម្បីការពារអំណាចគឺគេត្រូវហ៊ានចាសពគ្រប់រាហូគឺបែបហ្នឹងប៉ុន្តែជួយឲ្យបុគ្គលនឹងមានអំណាចខ្លាំងរឹងមាំអ្នកដែលធ្វើការយុះសាក់ធំគឺសុទ្ធតែមានរាហូជួយបងប្អូនបើសិនជាអត់មានរាហូធ្វើការឡើងយុះសាក់អត់បានទេឡើងដែរប៉ុន្តែអត់មានឥទ្ធិពលអត់មានដូចជានិយាយទៅគេហៅថាសម្ដីសាបប៉ុន្តែបើសិនជាមានរាហូសម្ដីនិយាយមួយម៉ាត់មកគឺគេថាម៉ាំងហ្មងធ្វើឲ្យកូនចៅបរិវារគាត់ខ្លាចអាហ្នឹងគឺអំណាចរាហូចាអាហ្នឹងគឺគេផ្ដល់ផលល្អបែបហ្នឹងចាវាមិនមែនសុទ្ធតែអវិជ្ជមានទាំងអស់ទេបងប្អូនកុំចាស់ត្រូវចាំអង្គាក៏ដូចគ្នាគេមានផលល្អរបស់គេអ្នកដែលមានអង្គាល្អចាអត់មានចូលអរិទេណាអង្គាធ្លាក់មកជាអីកម្មៈសុភៈលៀបអីចឹងទៅចាអាហ្នឹងគាត់ធ្វើការខាងទាហានខាងប្រយុទ្ធគឺខ្លាំងគាត់មានភាពអង្អាចចានៅក្នុងការងាររបស់គាត់ហើយក៏ជាមនុស្សដែលមានការតស៊ូខ្ពស់ចាដំណើរជីវិតរបស់គាត់គឺមានការតស៊ូធ្វើអីគឺគាត់មិនឆាប់ដាក់ពីដៃទេប៉ុន្តែមានភាពក្លាហានចាម៉ាំងទៅម៉ាំងមកពួកអង្គាពួករាហូហ្នឹងគឺចឹងចាបើពួកបសៅនឹងមិនសូវទេបសៅនឹងគឺច្រើនលេបទឹកភ្នែកចាលេបទុកខំមាត់ខំកអញ្ចឹងទៅចាវាមិនបកកបញ្ហាអីទេនឹងវាច្រើនហើយយើងនឹងរែកទុកទំនួលខុសត្រូវច្រើនចាបើអង្គាបើអានេះអង្គាហើយរាហូអាហ្នឹងគឺក្លាហានដាក់គឺប្រើហ្មងអត់ចេះខ្លាចទេឧទាហរណ៍ថាតួថ្ងៃកាលថ្ងៃអង្គាធ្លាក់មកទាសាទាស័យមនុស្សនោះមិនសូវបាននៅមួយកន្លែងទេបងប្អូនចូលចិត្តដើរហើចាគេថានៅស្រុកដំណើរជីវិតគឺចេញក្រៅស្រុកគឺល្អជាងនៅស្រុកចាស្រុកបានន័យថាភូមិកំណើតផ្ទះកំណើតរបស់យើងឧបមាថាគាត់កើតនៅខេត្តកំពតអីចឹងទៅស្រាប់តែគាត់ឡើងមកធ្វើការនៅភ្នំពេញចាអាហ្នឹងគឺបែបហ្នឹងណាហើយគាត់ជាមនុស្សដែលចូលចិត្តដើរហើរច្រើនចាមានឱកាសបានដើរច្រើននិយាយរួមទៅឲ្យគាត់នៅសុញមួយកន្លែងហ្នឹងមានអារម្មណ៍ថា stress ចាបើសិនជាបានដើរឯណាប្របួលប្រុចនេះបើសិនជាតួថ្ងៃធ្លាក់មកជាទាសាឬក៏ទាស័យអញ្ចឹងទៅឬក៏មកជាលៀបនឹងក៏បានមកជាកម្មមកជាសុភៈនឹងក៏បានចាចូលចិត្តដើរណាបងប្អូនចាប្រុចដាក់ប្រុចប៉ុន្តែបើសិនបើមានព្រះសៅអីនៅអត់សូវចូលចិត្តដើរទេចាកម្រងថាត្រូវទៅណាទៅណីអីវាជាប់គាំងចាដល់ពេលដល់វេលាទៅវាស្អាតតែមានបញ្ហាអីផ្សេងមួយចឹងទៅធ្វើឲ្យយើងនឹងអត់បានទៅអាហ្នឹងគឺព្រះសៅគឺបែបហ្នឹងគេហៅថាការបងអញ្ចឹងបាននៅក្នុងការរាប់រាសីអីបើសិនគេសួរថាការងាររបស់គេបានឡើងតំណែងអត់បានរលូនអត់បើសិនរាប់ទៅចំព្រះសៅឬក៏ព្រះសៅហើយព្រះសៅធ្លាក់មកជាយៈមកជាអរិទៀតអូយអត់ទេចាឆ្លើយឲ្យលឿនទៅបងប្អូនមិនបាច់ឆ្ងល់ទេចាព្រោះព្រះសៅនឹងគឺទប់ជាប់ហើយនោះបង្អាក់ជាប់អត់ឲ្យការងារយើងរីកចម្រើនបានចារឿងដែលត្រូវបានប្រែជាអត់និយាយចំទៅណាបងប្អូនណានឹងកាយភាសាចាអញ្ចឹងអត្តន័យរបស់ផ្កាយបងប្អូនត្រូវយល់ចាពីព្រោះពួកហ្នឹងគឺនៅក្នុងទិសានឹងឯងណានៅក្នុងសភៅទិសាគឺនេះខ្ញុំបានសរសេរបកស្រាយចាអញ្ចឹងបងប្អូនចង់ចេះចាចង់រៀនអំពីក្បួនតម្រាអីគឺអាចរៀនបានណាចាទំនាយយើងមើលអំពីដំណើរជីវិតពេញមួយជីវិតគឺនៅក្នុងនេះឯងបងប្អូនណាយើងដាក់អត្តៈយើងដើរក្បួនមើលអំពីដំណើរជីវិតយើងមើលដល់9ឋានណាចាដាក់ដល់9ឋានបងប្អូនណាអត់មែនត្រឹម3ឋានគ្រូខ្លះគេនិយាយអ្នកខ្លះគេចេះថាគេចេះ3ឋានគេដើរក្បួនបានអត់ no ខ្ញុំសុំបដិសេធគេអត់មានមើលបែបហ្នឹងទេគេមើលលេខអាហ្នឹងគ្រាន់តែដួងដើមកំណើតរបស់គាត់ទេកាលណាគេមើលដំណើរជីវិតរបស់គាត់ទេគេដាក់ឲ្យដល់អស់អត្តៈមើលបានគូក្រង3គូទី1ទី2ទី3ហើយបើសិនបើយើងអត់ដាក់ឋានទី5 6 7ផងយើងធ្វើមិនដឹងឧបមាថាគាត់មេម៉ាយឬពោះម៉ាយអញ្ចឹងគេចង់សួរទៀតលោកគ្រូតើខ្ញុំបានគូទី2នឹងល្អអត់អញ្ចឹងយើងមិនដឹងយើងរកអត់ឃើញមកណាយើងអត់មានលេខដែលយើងត្រូវ
ទៅភ្ជាប់ទំនេរផងចាចឹងបានគេឲ្យយើងដើរដល់9ឋានហើយ9ឋានកាលណាគេមើលអំពីផ្ទះប៉ុនគេមើលអំពីនេះចាគេហាំងបងប្អូនណាគេហាំងគេសំដៅទៅលើផ្ទះសម្បែងចារបស់ម្ចាស់ដួងជីតានឹងឯងចារួមជាមួយនឹងប៉ុនធុចាគេមើលពីរហ្នឹងណាបងប្អូនណាគេមើលគេហាំងហើយនឹងប៉ុនធុនេះដែលមានផ្ទះប៉ុនល្អគេមើលតែប៉ុណ្្នឹងគេដឹងបាត់ហើយគេថានោះមានផ្ទះប៉ុនល្អហើយតែឃើញលេខល្អនៅក្នុងប៉ុនធុនៅក្នុងគេហាំងហើយមិនបាច់ភ័យខ្លាចអត់ផ្ទះទេបងប្អូនចារឿងពិតបងប្អូនណាព្រោះខ្ញុំប៉ះច្រើនមែនតើខ្ញុំមើលដួងជីតាប៉ះអ្នកក្រក៏ប៉ះអ្នកមានចាថៅកែមាសចាមានផ្ទះវិឡាល្អពី3កន្លែងចាការបិទគ្រឿងសហារឹមឈើប្រណិតចារាប់ម៉ឺនរាប់លានដុល្លារគឺខ្ញុំមើលប៉ះអស់ហើយផ្ទះប៉ុនរបស់គេល្អមែនតើបងប្អូនអើយចាគ្រាន់តែដាក់លេខទៅនេះចាញ់ពុនធុគេហាងរបស់គាត់នឹងឆ្វាចកម្លាំងបូកពីក្រោមល្អទៀតចាជារឿងប៉ិតដល់ពេលសភាពជាស្ដែងគេមានមែនណាចាអានឹងគេហៅថាប៉ុនពីអតីតជាតិដែលគេសាងមកចាកាលណាគេសាងល្អចាធ្វើឲ្យគេនឹងមានផ្ទះរបស់គេក៏ជាជុំដែរណាចាបើសិនជាយើងខ្សត់ផ្ទះប៉ុនគេមើលទៅលេខបាបប្រគ្រោះលេខ1ធ្លាក់មកនេះខ្សត់ផ្ទះប៉ុនមួយបាត់ហើយបងប្អូននេះខ្សត់បាត់ហើយនេះចានេះគេហាងរបស់គាត់ចាអានេះនាវាំងអានេះភិយ៉ាងគេហាងរបស់គាត់នឹងចាមកជាអីអរិមកជាព្យាយាចាអានេះពុនធុទៀតឃើញអត់បងប្អូនឃើញភ្ជាប់គ្នាអត់ចានេះពុនធុរាហូជ្រែកអង្គេជ្រែកខ្សត់ទេប៉ុនណាបងប្អូនណាចាខ្សត់ទេប៉ុនបានតែធ្វើដំណើរចាច់ចោទៅនេះទៅនោះចឹងឯងចាខ្សត់ចង់មានផ្ទះល្អគឺបានដោយការតស៊ូព្យាយាមអត់ធ្មត់មិនមែនតែយើងអត់ទេបងប្អូនមានដែរប៉ុន្តែផ្ទះរបស់យើងគឺទាមទារការប្រើពេលវេលាយូរឆ្នាំដោយការសន្សំបើសិនជាយើងរកបានមកចាយពីព្រោះប្រយ័ត្នចាប្រយ័ត្នដល់ពេលវ័យចាស់ទៅអានឹងគឺមានណាបងប្អូនមានចាកាលណាឃើញលេខបាបប្រគ្រោះនៅក្នុងពុនធុគេហាំងយើងដឹងបាត់ហើយអញ្ចឹងបើសិនគេសួរថាពេលណាខ្ញុំមានផ្ទះនៅអញ្ចឹងបើសិនជាលេខគេហាំងនៅពុនធុនឹងភ្ជាប់ទៅក្នុងអក្សរនេះដោយលេខនឹងគឺភ្ជាប់ហើយណាបងប្អូននេះចាអរិជាយាហើយបងប្អូនមើលទៅនេះតួតៈរបស់គាត់នេះឃើញភាសានៅតុបពីក្រោមជាប់ហ៎ចាអញ្ចឹងយើងដឹងបាត់ហើយបើសិនជាគេសួរទេយើងឆ្លើយថាមាននៅតែមាននឹងឯងប៉ុន្តែគឺប្រើពេលវេលានេះដោយសារភាសាក៏តែវ័យចំណាស់តិចហើយផ្ទះរបស់យើងគឺអត់បានផ្ទះថ្មតសឥតវិឡាភូមិគ្រឹះអីទេកណាលេខអញ្ចឹងណាមានដែរមានត្រឹមតែមកនៅទៅតែចិត្តក្តៅចិត្តភ្លៀងអីចឹងទៅណាចាផ្ទះទៀមផ្ទះអីចឹងទៅចាហ្នឹងណាវាមិនមែនថាមនុស្សយើងមកក្នុងម្នាក់វាមិនដែលអត់ទីចម្រោកទេបងប្អូនតូចធំមិនគឺត្រូវតែមានហើយអញ្ចឹងណាវាគ្រាន់តែថាគេមានបែបល្អហ្នឹងគឺផ្ទះរបស់គេល្អអញ្ចឹងទៅស្កឹមស្កាយគ្រឿងសហារឹមប្រណិតអីចឹងទៅសម្រាប់យើងអ្នកខ្សោយផ្ទះរបស់យើងតាមបែបបត់អ្នកខ្សោយអញ្ចឹងទៅចានឹងមានដបូលមានជាងអីចឹងទៅនៅឲ្យទៅចាបានចិត្តភ្លៀងចិត្តអីចឹងទៅណាបងប្អូនចាអាហ្នឹងខ្ញុំឧទាហរណ៍អញ្ចឹងចាអ្នកដែលមានពុនធុអីហ្នឹងគេហាងខ្សោយហ្នឹងគឺផ្ទះហ្នឹងមិនបានផ្ទះ2 3ជាន់អីទេគេហៅថាផ្ទះទៀមដីទេចាទីទៀមដីនឹងមានចដៅឡើង2 3កម្មអីចឹងទៅចាអាហ្នឹងណាបងប្អូនគឺត្រូវចេះមើលណាចាហើយពិនធុនេះទៀតគេមើលអំពីញាតិបងប្អូនរបស់យើងក្រុមគ្រួសារចាហើយគេមើលអំពីចិត្តរបស់ម្ចាស់ដួងជាតាដែរចានឹងណារាហូជ្រែកពុនធុគេប្រយ័ត្នរឿងចិត្តហើយលេខ1គឺសម្ដៅទូខ្លួនរបស់គាត់ហើយភពអាទិត្យគេសម្ដៅទៅលើអំណាចរបស់គាត់ប្រយ័ត្នមានអំណាចចាប្រើនៅក្នុងផ្លូវខុសនេះរាហូជ្រែកនឹងប្រយ័ត្នតិទាញចិត្តឲ្យគាត់នឹងគឺវង្វេងចាក្នុងសង្គមខាងក្រៅព្រោះរាហូគឺខាងអីបងប្អូនចូលចិត្តដើរចាពេលរាត្រីអីណាបងប្អូនចាក្រៅអូខេផឹកស៊ីអីផ្សេងហ្នឹងចាស្រីញីអូនបងអីហ្នឹងគឺរាហូហើយចារំច្រៀងអីអញ្ចឹងគេឲ្យប្រយ័ត្នណាប្រយ័ត្នរាហូនឹងវាទាញចិត្តគាត់នឹងឲ្យទំនោរតូតុនទៅខាងហ្នឹងចាសភាពជាក់ស្ដែងគឺមែនណា
ដួងជីតានឹងគឺដួងជីតារបស់ចាអ្នកដែលធ្វើការដែរមានយុស័កមុខមាត់អីចាប៉ុន្តែស្រាប់តែបានប្រពន្ធមកនេះហ្នឹងហើយក៏ទៅជាមានបញ្ហាលេងដេះគ្នាឲ្យបងប្អូនរាប់អាយុទៅចំ40ខ្ញុំធ្លាប់បានបញ្យល់វីដេអូមុនហើយអាចារ្យណាគេដេញពលាឲ្យការកាលណាយើងរាប់អាយុបែបហ្នឹងគេអត់ឲ្យការទេបងប្អូនការទៅគឺមានរឿងក្តៅក្រហាយការបែកបាក់ព្រុតប្រាសអង្គានៅពីក្រោមសុភមង្គលវាអត់បានយូរអង្វែងទេបងប្អូនណាហើយនេះបងប្អូនមើលប្រសើរហើយនៅទៀតចារាប់អាយុទៅឃើញមកជាអរិមកជាព្យាយាហើយបាបប្រគ្រោះជ្រែកនៅស្កេកស្កាស់បែរទៅជារៀបការអាយុរបស់គាត់គឺ40ហើយនេះយើងរាប់មក40របស់គាត់លេខ4ទៀតហើយ4មកបត្តនិមកជាបិតានេះរាហូទៀតប្រពន្ធនឹងក៏ចិត្តសឿងធម្មតាដែរបងប្អូនចាប្រពន្ធនឹងចូលចិត្តសបាយសង្គមខាងក្រៅចារាហូនៅជាមួយពេលចឹងទៅក៏បាយគ្នាទៅចាអានឹងគេអត់ត្រូវការទេបងប្អូនកាលណាគេដេញរាប់ឆ្នាំចឹងបានថាក្បួនរៀបការហ្នឹងខ្ញុំមិនតែចេះវែងញែកអីទេក៏ប៉ុន្តែជួបច្រើនតតែមានបញ្ហាឯងបានរត់មករោដល់ពេលរាប់អាយុទៅវាឃើញអញ្ចឹងទៅមកខ្ញុំថាអេអាចារ្យណានៅឲ្យតែដេញពលាគ្រូណាគេមើលឲ្យការអញ្ចឹងខ្ញុំមើលប៉ះច្រើនឲ្យតែឃើញរាប់អាយុប៉ះបែបហ្នឹងខ្ញុំប្រាប់ឲ្យអត់ឲ្យរៀបការនៅក្នុងឆ្នាំនេះទេឲ្យលើកឆ្នាំចាលើកឆ្នាំសិនវាអត់ខុសវាអត់ចង្រៃអីទេពីព្រោះការទៅវាមានរឿងសៅហ្មងអានោះគេហៅថារាសីខាងប្រុសដាក់បងប្អូនចាសភាពជាស្ដែងគឺមែនណាចឹងវីដេអូហ្នឹងគឺនេះខ្ញុំបញ្យល់បែបហ្នឹងរបៀបរាប់គឺរាប់អាយុបងប្អូនរាប់ទៅណាហើយរាប់ខែគឺរាប់ដូចចារាប់ទៅជួខែហ្នឹងទៅដូចខ្ញុំបញ្យល់ចឹងណាថ្ងៃយើងរាប់ជួថ្ងៃហ្នឹងទៅដេញយកទៅជួថ្ងៃរាសីគឺយើងរាប់អត្តមើលបានពេញមួយជីវិតចាបងប្អូនណាដំណើរជីវិតវ័យក្មេងវ័យកណ្ដាលវ័យចាស់អីគឺដឹងចាអ្នកខ្លះក្មេងពិបាកវ័យកណ្ដាលមានវ័យចាស់ក្រអ្នកខ្លះមានពីក្មេងវ័យចាស់ក្រអ្នកខ្លះពិបាកពីក្មេងវ័យចាស់ធូធីអញ្ចឹងគេមើលឲ្យវ័យចាស់អាហ្នឹងគឺវ័យកណ្ដាលនេះវ័យក្មេងចាប៉កែណាបងប្អូនគ្រាន់តែដាក់លេខថ្ងៃខែឆ្នាំកំណើតមកគឺដឹងទាំងអស់ប៉ុន្តែរាល់ពេលបងប្អូនកុំចាស់ទាយមិនបាច់ភ្ជាប់ទាំងអស់រាវទេហត់ណាបងប្អូនចាអានឹងតិចនិចនៃការទីគេសួរពីអីដាក់តែ3 4សំណួរទីបានហើយបងប្អូនចាកុំឲ្យហត់ណាអញ្ចឹងគេសួរពីប្តីមើលពីប្តីសួរពីកូនមើលពីកូនសួរពីផ្ទះប៉ុនគឺមើលគេហាងពុនធុចាហ្នឹងណាសួរពីលុយកាក់ប្រាក់ការទ្រព្យសម្បត្តិមើលនេះថានាងកដុំភ័ក្រនេះយើងមើលទៅចាគេឈ្មោះកិត្តិយសការងារសុភិហើយនឹងកម្មអានឹងគឺចំនួនជួញដូរការងាររបស់គាត់មើលទៅណាចាចង់មើលពីអីទៀតយើងមើលពីនឹងទៅអានឹងគេសួរចំចំណុចយើងចាំឆ្លើយណាបើសិនគេមិនសួរទេយើងចង់ដឹងមកនឹងចង់ដឹងពីហេតុអីហើយថាអូយរាសីឆ្នាំចេះរាប់រាសីឆ្នាំឲ្យគាត់ទៅមិនថាឆ្នាំនេះរោស៊ីមិនសូវបានសល់គ្រូអើយហត់នៅរៀងស្ទះការងារវាអត់ដូចចិត្តមានដូចថាម៉ងសាយច្រើនអាយុប្រហែលយើងរាប់ដេញរោតាមនឹងទៅហើយរាប់រាសីខែមួយទៀតបងប្អូនកុំចាស់ចេះជំរះអាយុបងប្អូនជំរះអាយុទៅហើយរាប់រោគអាយុចខែចឆ្នាំចគាត់ទៅដូចតែគ្នាទេបងប្អូនណាហ្នឹងហើយអញ្ចឹងរបៀបរាប់របៀបអីគឺបែបហ្នឹងណាចា